ថ្ងៃនេះថ្ងៃអាទិត្យទី5ខែកក្កដាឆ្នាំ2026ម៉ោង5ល្ងាចកំពុងតែទៅយកភ្ញៀវមួយនៅ Townsend ប្រហែលជា30នាទីហើយទៅយកភ្ញៀវហ្នឹងគាត់ទៅក៏មិនឆ្ងាយអីប្រហែលដែរខ្ទង់ជា60នាទីទេតែបានលុយយ៉ាងក្រាន់បើ$70ជាងក្នុងវីដេអូនេះសូមមកឆ្លើយសំណួរមួយទាក់ទងនឹងថាតើត្រូវចេះភាសាអង់គ្លេសកម្រិតណាដើម្បីបើកឡានបាននៅសហរដ្ឋអាមេរិកតាមពិតទៅដើម្បីបើកឡានបានដឹកមនុស្សយើងអត់សូវជាត្រូវការភាសាអង់គ្លេសច្រើនប្រហែលទេឲ្យតែយើងចេះរបៀបសួស្ដីលាហើយអីតិចតួចទៅបានហើយពីអស់ហ្នឹងយើងអាចរៀនតាម YouTube តាមអីក៏បានឬក៏សរសេរជាភាសាខ្មែរសួរបងប្អូនមិត្តភ័ក្តិអីនៅគៀងខ្លួនបន្តិចទៅរៀនតែបន្តិចទៅចេះហើយបើថាគេនិយាយច្រើនជាមួយភ្ញៀវជាមួយអីដែលគាត់ត្រូវការសួរផ្លូវសួរអីនៅលើ app យើងភាគច្រើនក៏មាន app សម្រាប់បកប្រែដែរបើគេត្រូវការនិយាយអីដាក់ឲ្យអ្នកចង់និយាយនឹងនិយាយទៅឲ្យមើលបន្តិចទៅហើយឆ្លើយឆ្លងគ្នានៅតាម app ហ្នឹងក៏បានមួយវិញទៀតពេលយើងបើកបរដាក់กระดาษមួយតូចល្មមហើយដាក់នៅលើកន្លែងមុខកញ្ចក់ឡានយើងហ្នឹងដាក់ទៅថាយើងអត់ចេះភាសាអង់គ្លេសបើគេត្រូវការអីឲ្យគេអាប់ដេតនៅក្នុង app ទៅមានន័យថាបើក្នុងករណីណាមួយដែលអ្នកជិះគាត់ត្រូវការបដូរអាស័យដ្ឋានទម្លាក់គាត់ចុះអញ្ចឹងឲ្យគាត់បដូរនៅក្នុង app ទៅមិនបាច់ចាំនិយាយមួយយើងទេស្រួលបែបហ្នឹងឯងអញ្ចឹងអត់ចាំបាច់ត្រូវចេះភាសាអង់គ្លេសច្រើនទេដោយឡែកបើសិនជាមានការបារម្ភរឿងភាសាបងប្អូនមិនបាច់ចាំរត់ឡានក៏បានមានការងារផ្សេងទៀតជាច្រើនតាក់ទងជាមួយនឹងការរកលុយនឹងដូចគ្នាដូចជាដឹកម្ហូបក៏បានដឹកម្ហូបហ្នឹងរត់តែអត់មាននិយាយអីទៀតទេយើងគ្រាន់តែមើលតាម app ឲ្យទៅយកម្ហូបឲ្យភ្ញៀវទៅឬក៏ទៅទិញបន្លែប្លុកតាម Instacart ក៏បានឬក៏ដឹកអីវ៉ាន់តាម Amazon Flex ក៏បានដឹកអីវ៉ាន់ពី Walmart ក៏បានតាម Spark Driver ក៏បានមានជំរើសច្រើនទៀតដែលបងប្អូនអាចរកលុយបានក្នុងពេលទំនេរតវីដេអូពីម្សិលមិញថ្ងៃសៅរ៍បុណ្យឯករាជ្យជាតិបន្តិចថ្ងៃទី4ណាទៅយកភ្ញៀវហ្នឹងអត់បានមើលអានាទីហ្នឹងឲ្យច្បាស់លាស់ខ្ញុំស្មានតែ1ម៉ោងជាងមានអីបងប្អូនអើយទៅឆ្ងាយចង់3ម៉ោងទំមដាក់គាត់ចុះចុកគូចង់មកហើយដល់ពេលមកវិញខ្ញុំថាបែបទៅទេហើយមកវិញ3ម៉ោងប៉ុន្តែសាធុធ្វើបនបានបនមែនបានភ្ញៀវមកវិញ4ជើងជើងទី1ជើងទី2ជើងទី3វាអាចមកពីកន្លែងហ្នឹងមកដល់ពាក់កណ្ដាលផ្លូវប៉ុន្តែរៀងបានលុយច្រើនបន្ទាប់មកពីអាកន្លែងសមុទ្រមួយហ្នឹងគេទៅមើលកំជ្រួញបងប្អូនវៀតណាមយើងគាត់ចេញមកក្បែរផ្ទះចេញពីនឹងមកជើងទី4ដល់ផ្ទះហ្មងអូយសំណាងបានគាត់មួយនឹងមកដល់ផ្ទះបាន70រៀល75រៀលហើយគាត់ថែម tip ឲ្យ25រៀលទៅចឹង100ប៉ុន្តែជាសរុបមកវិញពីដប់ជើងចុងក្រោយរហូតដល់ត្រឡប់មកផ្ទះវិញចូលជិត8ម៉ោងដូចខ្ញុំនិយាយពីវីដេអូមុនមកដល់ផ្ទះម៉ោង1កន្លះតម្រាំមួយទឹកមួយអីហើយបានសម្រាប់ម៉ោង2កន្លះនេះហើយគឺជាមេរៀនលើក្រោយពេលមុននឹងយកត្រូវពិនិត្យឲ្យច្បាស់បន្តិចខ្ញុំឃើញតែលុយច្រើនភ្លេចមើលឥឡូវនេះកំពុងនៅកន្លែងចតឡានចាំភ្ញៀវនៅពលានយន្តហោះបានភ្ញៀវមួយហើយ$30ដាក់ភ្ញៀវចុះឲ្យចូលផ្ទះហ្មងទៅ North Andover និយាយមនុស្សនៅអ្នកបើកនៅចាំនៅពលានយន្តហោះនេះអូយលោកអើយឯណែនតាន់តាប់ដូចកថាន់ឥឡូវនេះបាត់បញ្ចប់ហើយម៉ោង9គត់ហ្មងសាច់អនឡាញប្រើរយៈពេល3ម៉ោងកន្លះហើយសាច់ដប់ភ្ញៀវតែ2ម៉ោងកន្លះទេប្រើម៉ាយអស់100ម៉ាយស្មើនឹង160គីឡូបានលុយ$115ឥឡូវមកចាក់សាំងប្រហែលជាអស់$15ឥឡូវចូលផ្ទះហើយថ្ងៃនេះបានចូលផ្ទះលឿនជាងម្សិលមិញបាយបាយ